เราคงยังเกาะติดสถานการณ์ของชายแดนមិនសរសើរសារព័ត៌មានថៃមិនបាននោះទេអ្វីក៏សារព័ត៌មានថៃអាចផ្សាយបានដែរមិនថាយើងធ្វើអ្វីឬគិតអ្វីមួយនោះទេសារព័ត៌មានថៃនេះអាចយកទៅចុះផ្សាយនិយាយបង្ខូចឈ្មោះរបស់ប្រទេសយើងគ្រាន់តែទាហានរបស់យើងដើររបាតនៅតាមព្រំដែនថាតើមានចៅឆ្លៀនពៀនមួយណាបានចូលមកទឹកដីយើងទៀតដែរឬទេនៅពេលនោះក៏មានទាហានថៃក៏វានៅទីនោះដែរវាក៏បានថតคลิปវីដេអូនេះហើយក៏បានសួរមកយើងថាតើយើងមកធ្វើអ្វីហើយសម្រាប់សារព័ត៌មាននេះវិញក៏បានផ្សព្វផ្សាយថាទាហានរបស់យើងកំពុងតែដើរទៅញុះញង់ឲ្យទាហានថៃធ្វើការបាញ់មកលើទាហានរបស់យើងហើយនៅក្នុងនោះសារព័ត៌មានថៃនេះក៏បាននិយាយអះអាងទៀតថាអាចនឹងមានការច្បាំងគ្នាជាលើកទី3ទៀតផងដែរសម្បីតែคลิปវីដេអូរបស់លោកពាក់មីដែលបានយកទាយកមនតចែកនាយទាហានរបស់យើងនៅជួរមុខក៏សារព័ត៌មានថៃនេះក៏អាចយកមកចុះផ្សាយបានទៀតផងដែរសូមសរសើរបើមិនសរសើរគឺមិនបានតែម្ដងហើយនៅក្នុងសកម្មភាពរបស់លោកពាក់មីបានយកចុះចែកដល់ទាហាននេះហើយក្នុងសារព័ត៌មានរបស់ថៃនេះក៏បាននិយាយថាគួរឲ្យសំណោះមែនទែនសម្រាប់សត្វមន់សាច់ទាដែលទាហានរបស់យើងយកទៅសម្លាប់នៅជាយដែនហើយសារព័ត៌មាននេះនិយាយចេញមកធ្វើដោយខ្លួនឯងនេះចិត្តសម្រស់ពធដល់ហើយធ្វើដោយដែលវានឹងមិនដែលស៊ីសាច់ទាស៊ីសាច់មន់អញ្ចឹងសម្បីតែសកម្មភាពទាហានរបស់យើងដឹកជញ្ជូនស្បៀងទៅឲ្យទាហានជួរមុខក៏វាយកមកចុះផ្សាយផងដែរថាអូទាហានរបស់យើងមានស្អីខ្លះមានស្អីដែលយកទៅខ្លះអូមានគ្រឿងសមុទ្រមានបកាមានបកងនិយាយឌឺដងឡកលើយមកទាហានរបស់យើងសម្បីតែព្រះសង្ឃរបស់យើងយកអំណោយមកចែកនាយទាហានរបស់យើងនៅជួរមុខក៏សារព័ត៌មានថៃនេះក៏យកមកចុះផ្សាយផងដែរហើយសម្រាប់ខ្លឹមសាររបស់សារព័ត៌មានថៃនេះក៏និយាយថាមានព្រះសង្ឃរបស់ប្រទេសកម្ពុជាបាននាំយកស្បៀងអាហារនិងសម្លៀកបំពាក់ចែកទៅលើកងទាហានរបស់ប្រទេសកម្ពុជាហើយរឿងដែលអស់សំណើចជាងនោះគឺថាសារព័ត៌មានថៃក៏យករូបភាពនិងវីដេអូរបស់ព្រះសង្ឃនៅវត្តមួយកន្លែងរបស់ប្រទេសកម្ពុជាយកទៅផ្សព្វផ្សាយថាក្រុមព្រះសង្ឃនៅវត្តមួយកន្លែងនៅប្រទេសកម្ពុជាបានថតវីដេអូឌឺដងមកកាន់ទាហានថៃធ្វើសញ្ញាអាកទោះបីជាក្នុងការផុសនោះមិនបានសរសេរថាឌឺដងដាក់អ្នកណាក៏ដោយក៏សារព័ត៌មានថៃនេះជឿថាការធ្វើបែបនេះសង្កត់ជាឌឺដងមកកាន់ប្រទេសថៃហើយអ្វីដែលសំខាន់នោះគឺថាសារព័ត៌មានថៃក៏បានចោទទៀតថាព្រះសង្ឃកំពុងតែធ្វើការលាយបេតុងលាយសម៉ង់នេះចាក់ធ្វើជាលានដ្ឋានដើម្បីផ្ដល់ឲ្យទាហានជួរមុខរបស់យើងដើម្បីធ្វើសង្គ្រាមជាលើកទី3ជាមួយនឹងប្រទេសថៃហើយអ្វីដែលខ្ញុំកំពុងតែងើយឆ្ងល់នោះគឺថាសង្ស័យសារព័ត៌មានថៃមួយនេះអត់បើកភ្នែកមើលទេកន្លែងដែលព្រះសង្ឃកំពុងតែលាយនោះគឺជាផ្លូវចូលមកនៅក្នុងទីវត្តអារាមរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះហើយមិនថែមតែប៉ុណ្ណោះនោះទេសារព័ត៌មានថៃនេះក៏បានចោទទៀតថាព្រះសង្ឃកំពុងតែលាយបេតុងចាក់ធ្វើជាលានដ្ឋាននេះគឺអាចធ្វើនៅក្នុងទីវត្តតែម្ដងដើម្បីឲ្យទាហានរបស់យើងធ្វើសង្គ្រាមជាមួយនឹងប្រទេសថៃដោយគិតថាប្រទេសថៃមិនហ៊ានបាញ់មកទីវត្តអារាមនោះទេសម្បីតែជនជាតិថៃដែលខមមិននៅក្នុងវីដេអូនេះក៏សារព័ត៌មានថៃក៏យកទៅផ្សព្វផ្សាយផងដែរថានេះគឺជាការងាររបស់ជនជាតិខ្មែរយើងហើយជាសារព័ត៌មានដែលនិយាយលក់លើយមកកាន់ប្រទេសអ្នកជិតខាងហើយបន្ទាប់មកទៀតនោះគេក៏បានចុះផ្សាយទៀតថាមានទាហានថៃរបស់គេនឹងក៏បានចុះទៅថតនៅលានដ្ឋានរបស់ខ្មែរយើងដែលធ្លាប់កាន់នឹងឥឡូវគេបានគ្រប់គ្រងនឹងក៏គេចុះថតគេបាននិយាយថាលានដ្ឋាននេះរឹងមាំអញ្ចឹងមានន័យថាខ្មែររបស់យើងនឹងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើការទៅធ្វើសង្គ្រាមជាមួយនឹងប្រទេសថៃហើយនៅក្នុងនោះក៏និយាយរឿងពីផ្លូវក្នុងផងដែរគេក៏បាននិយាយថាទាហានរបស់គេម្នាក់នឹងគឺពិតជាសម្រាំងល្អមែនទែនព្រោះពេលហ្នឹងក៏មានទាហានខ្មែររបស់យើងបានទៅបាញ់ប៉ុន្តែហេមែនទែនគឺបាញ់ហើយមិនស្លាប់នោះទេដោយសារមានរបស់ការពារដ៏អស្ចារ្យគឺជាសារ៉ុងរបស់ម៉ែអញ្ចឹងបានថាសារព័ត៌មានថៃគឺអាចចុះផ្សាយបានទាំងអស់មិនថារឿងផ្លូវក្នុងរឿងផ្លូវងងឹតឬក៏ថារឿង content អីផ្សេងៗទេគឺអាចយកមកលុកលំជាមួយគ្នាផ្សាយជាសារព័ត៌មានបានតែម្ដងហើយបន្ទាប់មកទៀតនោះគឺគេមានអ្នកវិភាគចេញមកទៀតហើយបាទហើយអ្នកវិភាគរបស់គេនោះគឺបាននិយាយថាសង្គ្រាមលើកទី3រវាងកម្ពុជានិងថៃអាចនឹងកើតមានម្ដងទៀតព្រោះដោយសារប្រទេសថៃគ្រប់គ្រងនៅដែនដីរបស់ប្រទេសកម្ពុជាមិនព្រមដកថយដូចនេះហើយកម្ពុជាមិនអាចសុខចិត្តបាននោះទេអាចនឹងធ្វើការវាយប្រហារម្ដងទៀតដើម្បីឲ្យប្រទេសថៃដកថយសំខាន់គឺខ្លួនវាដឹងដែរថាវាកាន់នៅទឹកដីរបស់យើងហើយបើវាដឹងហើយវាក៏វាមិនព្រមដកតែម្ដង
ចាំបាច់ឲ្យមានសង្គ្រាមលើកទី3ធ្វើអ្វីទៀតបន្ទាប់ពីលោកដែលវិភាគចប់ហើយគេចូលមកលោកវិភាគមួយទៀតដែលឈ្មោះថាលោកសេមេវហើយលោកសេមេវនេះកំពុងតែធ្វើនយោបាយនៅក្នុងប្រទេសថៃក៏បាននិយាយថាអាចនឹងមានសង្គ្រាមម្ដងទៀតរវាងប្រទេសខ្មែរនិងប្រទេសថៃដោយសារតែការបត់ឈប់បាញ់នេះក៏មិនបានចុះព្រមព្រៀងថាឲ្យដកថយអាវុធឬទាហានឡើយគ្រាន់តែឈប់បាញ់បដោះអាសន្នបានធ្វើឲ្យប្រទេសកម្ពុជារបស់យើងអាចមានពេលសម្រាកហើយមានកម្លាំងថែមមកបន្ថែមទៀតដើម្បីធ្វើសង្គ្រាមជាមួយប្រទេសថៃម្ដងទៀតដូចវគ្គមុនអញ្ចឹងដែរវគ្គមុនក៏បានឲ្យសម្រាកហើយប្រទេសកម្ពុជាមកលើកទី2នេះគឺខ្លាំងណាស់មានតាំងពីដ្រូននិឃាតច្រើនកកដែលធ្វើឲ្យថៃពិបាកនឹងទប់ទល់ហើយថៃបាននិយាយទៀតថាមិនមែនប្រទេសថៃមិនមានដ្រូននោះទេប៉ុន្តែប្រទេសកម្ពុជាមានដ្រូនជាងប្រទេសថៃតែហាក់ដែលខ្ញុំស្ដាប់មើលទៅវាគ្រាន់តែជាការបំភ័យរបស់ថៃប៉ុណ្ណោះទាំងដែលខ្លួនឯងមានដ្រូនច្រើនជាងតែចោទថាប្រទេសកម្ពុជាមានដ្រូនច្រើនជាងប្រទេសថៃដើម្បីធ្វើឲ្យសហប្រជាជាតិមើលមកថាប្រទេសកម្ពុជាជាអ្នកបង្កសង្គ្រាមមុនហើយសម្រាប់វីដេអូនេះខ្ញុំសូមចប់ត្រឹមនេះហើយបើសិនជាមានព័ត៌មានណាមួយដែលអាប់ដេតខ្ញុំនឹងអាប់ដេតបន្ថែមសម្រាប់បងប្អូនទាំងអស់គ្នាបន្តទៀតហើយកុំភ្លេចជួយចុច Subscribe និងចុច Like ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទធ្វើវីដេអូបន្តទៀតសូមអរគុណ